យន្តហោះ F16 របស់ថៃបានទម្លាក់គ្រាប់បែកចំនួន2គ្រាប់នៅស្ពានអូជីកក្បែរជំរំជនភៀសខ្លួនក្នុងភូមិសាស្ត្រសុកស្រីស្នំខេត្តសៀមរាបនៅវេលាម៉ោងជាង10ព្រឹកនេះខណៈប្រធានាធិបតីអាមេរិកដូណាល់ត្រាំគម្រាមដំឡើងពន្ធគយទៅលើកម្ពុជានិងថៃបើមិនព្រមជួបបាញ់គ្នាក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថានៅវេលាម៉ោង10ព្រឹកថ្ងៃទី15ខែធ្នូនេះយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជានៅយុទ្ធភូមិភាគទី4ដោយបានចូលជ្រៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាក្នុងភូមិសាស្ត្រព្រំប្រទល់សុកស្រីស្នំនៃខេត្តសៀមរាបដោយបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកចំនួន2គ្រាប់នៅក្បែរជំរំជនភៀសសឹកក្នុងភូមិសាស្ត្រស្រុកស្រីស្នំខេត្តសៀមរាបដោយឡែកតាក់ទងទៅនឹងការប្រយុទ្ធគ្នារវាងកម្ពុជានិងថៃប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានគម្រាមដំឡើងពន្ធគយសារជាថ្មីលើកម្ពុជានិងថៃប្រសិនបើប្រទេសទាំងពីរមិនព្រមឈប់បញ្ចប់ការប្រយុទ្ធគ្នានោះទេនេះបញ្យងតាមការចេញផ្សាយរបស់សារព័ត៌មានបរទេសជាច្រើនដូចជា The Wall Street Journal និងសារព័ត៌មានរុស្ស៊ី TASS កាលពីថ្ងៃអាទិត្យទី14ខែធ្នូលោកត្រាំបានប្រាប់នាយកព័ត៌មានថាប្រសិនបើពួកគេធ្វើសង្គ្រាមនឹងគ្នាលោកមិនត្រឹមតែបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មប៉ុណ្ណោះទេហើយលោកនឹងដំឡើងពន្ធគយទៅលើប្រទេសរបស់ពួកគេថែមទៀតដោយគ្មាននរណាផ្សេងអាចធ្វើបានដូចលោកនោះទេចំណែកអ្នកនាំពាក្យសេតវិមានម្នាក់បាននិយាយថាលោកត្រាំរំពឹងថាគ្រប់ភាគីទាំងអស់នឹងគ្រប់ការបដិញ្ញាចិត្តចំពោះកិច្ចព្រមព្រៀងសន្តិភាពហើយបញ្ជាក់ថាលោកត្រាំនឹងដាក់ឲ្យមានការទទួលខុសត្រូវចំពោះអ្នកណាម្នាក់ដែលបានរំលោភកិច្ចព្រមព្រៀងតាមការចាំបាច់ដើម្បីបញ្ចប់ការសម្លាប់និងធានាបានសន្តិភាពយូរអង្វែងនេះបញ្យងតាមសារព័ត៌មាន Reuters ដែលចេញផ្សាយនៅថ្ងៃទី14ខែធ្នូប៉ុន្តែយ៉ាងណាក៏ដោយសារព័ត៌មានថៃបានដកស្រង់សម្ដីនិងការបង្ហោះលើបណ្ដាញសង្គមរបស់នាយករដ្ឋមន្ត្រីថៃលោកអនុទាន ឆាន់វីរៈគុណដែលបានអះអាងថាគ្មានបទជប់បាញ់នោះទេហើយក្រុមកងទ័ពនៅតែបន្តសកម្មភាពយោធា